đó phần đó hay giờ giang mấy cái này như chơi mà đặt vô vào đại do hay đua là đấy đùa là đua môi thấy đua giang mấy chiếc hay giang mấy hay pe nó mặt cắt chui mặt na như ta nào mặt mà chui con nó pe mặt chui con đấy thôi mà chị ai đây mà không phải chứ anh làm trai ở tiền ở thật nó hết đọt chân rồi phát nó mặt rồi ủa bị tài làm bao đấy đó là rau ta mà nè đã bên tên đó rồi con tất cả mình tiền đặt một mốc đó cái này trơn thì con rồi đâu rồi trơn thì con rồi ai mới biết và thấy ở đấy do trong đây mới chơi chẳng hảประมาณเป็นนงใบเป็นนงใบเป็นนงhay trên đâu có bọt thẻ chưa ok thấy tóc trâu đang ở đây hỏi vì đang bách nè trong thời gian thiệp từ lời chân rô ở đây trên đồng môn nơi phê đại màu đo cả lại can hết nè màu đo cả lại can hết đại do năm mà oi ấy anh chập ra thôi tay mà đó rồi môi còn cái này anh dây bạc cây này dân không nơi phê đại bạc cây này đó cái này anh đã biết mua ấy là mua mặt đấy nè hay nơi phê nó chập ra thôi tạm tiếp vì nó tới chơi là việc bách thực ông kle váy khi nó vay môn hay mặt về tôi chặt tam khởi tôi chặt tam khởi chẳng lấy chơi nó cái này trong giờ chơi ai đến là bao giờ nào chơi lấy cái đút nó xẹp này chẳng bạn cái đây là chơi này thọn nó chẳng tôi chúng giờ tới bà đây rồi tôi bên này lại tôi mối hai bên nào pin chân cái này thọn nó bên tôi ជាសកម្មភាពឈុតឆាកដែលខាងជនគេហៅជនសង្ស័យណាជនសង្ស័យយកមកធ្វើត្រាប់អំពីសកម្មភាពដែលគាត់បានសម្លាប់តែជនរងគ្រោះអញ្ចឹងចង់ដឹងថាមុនពេលដែលកំណត់មុខសញ្ញាបានហើយខាងជំនាញហ្នឹងមានការស៊ើបអង្កេតអីយ៉ាងម៉េចខ្លះយកចិត្តទុកដាក់យ៉ាងដូចម្តេចខ្លះបានឈានដល់ដែលការចាប់ឃាត់ខ្លួនបានយ៉ាងដូចនេះណាពាក់ព័ន្ធទៅនឹងករណីប្លន់សម្រាប់ការពីថ្ងៃទី16ខែកញ្ញាឆ្នាំ2022គឺថាក្រោយពីខាងជំនាញទទួលបានព័ត៌មានថាមានករណីកើតឡើងកម្លាំងជំនាញបានចុះមកដល់ទីកន្លែងកើតហេតុហើយធ្វើការហុំព័ទ្ធកន្លែងកើតហេតុពិនិត្យកន្លែងកើតហេតុពិនិត្យទៅលើសាកសពបាទទើបយើងសន្និដ្ឋានថាករណីនេះគឺជាករណីប្លន់ហើយសម្រាប់ដោយសារជនរងគ្រោះបានជិះម៉ូតូយកឆ្នាំមកឲ្យហើយសម្រាប់ជនរងគ្រោះក៏យកម៉ូតូរបស់ជនរងគ្រោះទៅបាត់នេះជាចំណុចមួយក្រោយពេលដែលយើងពិនិត្យកន្លែងកើតហេតុលុះដល់ថ្ងៃបន្ទាប់យើងបានកំណត់បានមុខសញ្ញាកំណត់បានមុខសញ្ញាតាមរយៈការស៊ើបអង្កេតគឺថាមុខសញ្ញាមានគ្នាចំនួន2នាក់បាទអញ្ចឹងមួយមានឈ្មោះជាតិសារ៉ូភេទប្រុសអាយុ18ឆ្នាំមានទីលំនៅនៅភូមិរិទ្ធីសែនជ័យ2ឃុំអូស្វាយស្រុកបរិយអូស្វាយខេត្តទាំងត្រែងរីឯមួយទៀតឈ្មោះកុងសំអឿនហៅម៉ាប់ឬក៏ហៅក្បឿនបាទក្បឿបាទក្ដឿឬក៏ហៅក្ដឿបាទយើងខត់ខ្លួនបាននៅថ្ងៃទី25ព្រឹកមិញនេះគឺថ្ងៃ26រីឯនេះខត់ថ្ងៃ25បាទជនសង្ស័យឈ្មោះកុងសំអឿននេះមានទីលំនៅនៅភូមិរិទ្ធីសែនជ័យ2បាទឃុំអូស្វាយស្រុកបរិយអូស្វាយដែរបាទពួកគាត់ទាំងពីរបានសហការគ្នាបាទសម្រាប់ទៅលើជនរងគ្រោះក្នុងពេលដែលជនរងគ្រោះបានយកថ្នាំញៀនមកបកគលឲ្យដោយចោទជនរងគ្រោះថាថ្នាំញៀនដែលបកគលឲ្យនោះជាថ្នាំញៀនមិនសុទ្ធបាទបានន័យថាខ្លាំងខ្លាយគាត់ថាជក់ទៅគាត់អត់សុទ្ធអញ្ចឹងក៏ទេទៅរកជនរងគ្រោះនៅថ្ងៃទី15ទេទៅរកជនរងគ្រោះហើយជនរងគ្រោះក៏បានបោះពាក្យសម្ដីមកវិញថាថ្នាំនេះជាថ្នាំសុទ្ធហើយមិនថាមិនសុទ្ធបាទហើយក៏មានបោះពាក្យឲ្យក្តរអីសម្ដីផ្លោះដាក់គ្នាទៅវិញទៅមកបាទលុះដល់ថ្ងៃទី16បាទជនរងគ្រោះជនសង្ស័យ
បានកំងឆ្នាំពីជនរងគ្រោះមួយសារទៀតបាទយកមកចំណុចដដែលដែលខ្លួនបានរៀបចំទុកជាស្រេចហើយយកមកដល់នៅថ្ងៃល្ងាចថ្ងៃទី16ហ្នឹងគឺថាយកមកដល់កន្លែងហ្នឹងហើយបកគលឆ្នាំហើយជនសង្ស័យក៏ចាប់ផ្ដើមធ្វើសកម្មភាពវាយទៅលើជនរងគ្រោះដូចនៅក្នុងរូបភាពដែលយើងបានពិសោធន៍ជាក់ស្ដែងអំបញ្ញមិញនេះបាទ បាទដោយសារតែនេះគឺជាសកម្មភាពដែលជនសង្ស័យបានសារភាពរហូតដល់គាត់មកធ្វើត្រាប់យ៉ាងដូចនេះនេះថាខាងជំនាញនឹងចាត់វិធានការបែបណាទៅលើករណីនេះដោយសារករណីនេះគឺជាករណីឃាតកម្មដែលធ្ងន់ធ្ងរហើយរហូតដល់មានគ្នាពីរនាក់យ៉ាងដូចនេះតើខាងជំនាញនឹងរៀបចំនីតិវិធីយ៉ាងដូចម្តេចខ្លះបាទ ក្រោយពេលយើងខត់ខ្លួនបានជនសង្ស័យទាំងពីរនាក់នេះយើងក៏បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ក្នុងការបាទជូនអាដាមរេញ្ញាដើម្បីធ្វើការខត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅអាយកានៅថ្ងៃបន្ទាប់នេះបាទព្រោះថាមកដល់ម៉ោងនេះហើយគឺថាយើងនីតិវិធីរបស់យើងគឺថាវាចង់ចប់សពគ្រប់អស់ហើយ ហើយជាចុងក្រោយនៅក្នុងករណីនេះថាលោកស្នងការរងមានអ្វីខ្លះដែលជាការផ្ដាំផ្ញើដល់គ្រួសារជនរងគ្រោះក៏ដូចជាគ្រួសារជនសង្ស័យក៏ដូចជាប្រជាពលរដ្ឋទូទៅដោយសារនេះគឺជាឥទ្ធិពលនៃគ្រឿងញៀនដែលបង្កឲ្យមានឃាតកម្មធ្ងន់ធ្ងរយ៉ាងដូចនេះបាទ ជាគំនិតរបស់ខាងសមត្ថកិច្ចគឺចង់សំណូមពរឲ្យបងប្អូនពុកម៉ែទាំងអស់បាទដែលបានដឹងបានឮនៅក្នុងករណីនេះហើយគឺថាសូមឲ្យពុកម៉ែបងប្អូនទាំងអស់ណែនាំបាទបងប្អូនកូនក្មួយជាពិសេសក្នុងយុវវ័យដែលកំពុងតែបាទប្រើប្រាស់គ្រឿងញៀនយកជាគ្រឿងញៀនបាទទៅបម្រើការសបាយវានាំឲ្យឈានទៅដល់ការប្រព្រឹត្តបទល្មើសផ្សេងៗទៀតគឺដោយសារតែថ្នាំញៀននេះហើយបាទ អរគុណបាទ